នេះគឺ iPad Air 11 inch 2025 ដែលបំពាក់ជាមួយនឹង chip M series តម្លៃ600ជាងហើយខ្ញុំនឹងធ្វើការ unbox បង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងនេះគឺជា iPad Air 11 inch 2025ចំពោះការ design រូបរាងគឺដូចគ្នាជាមួយនឹង iPad Air ដែលចេញកាលពីឆ្នាំទៅដែរប៉ុន្តែចំណុចខ្លាំងរបស់វាគឺលើកនេះវាបំពាក់ជាមួយនឹង chip M series ដែលមាន4 performance core ហើយនឹង4ទៀតគឺជា efficiency core ចំណែក GPU គឺមាន9 core អញ្ចឹងអានេះគឺវាខ្លាំងកប់តែម្ដង RAM 8GB ហើយចំពោះ storage គឺមានចាប់ពី128ដល់ 1TB វាលែងមាន 64GB ទៀតហើយចំពោះផ្នែកកាមេរ៉ាខាងមុខរបស់វាគឺគេដាក់នៅចំហៀងវិញដែលវាអំណោយផលល្អសម្រាប់ការ video call កាមេរ៉ាខាងមុខរបស់វានឹងគឺទំហំ12 megapixel វាជាប្រភេទ ultra wide ដែល support ជាមួយនឹងមុខងារ center stage ចំណែកកាមេរ៉ាខាងក្រោយគឺមានមួយគ្រាប់ទំហំ12 megapixel ដូចគ្នាចំពោះអេក្រង់របស់វាវិញគឺជាប្រភេទ liquid retina IPS LCD ដែលមានទំហំ11 inch ហើយចំពោះ refresh rate របស់វាគឺនៅ 60Hz ដដែលទេវាអត់បាន 120Hz ដូច model Pro ទេតែតម្លៃគឺធូរថ្លៃជាង model Pro ច្រើនអានេះតែ600ជាងទេហើយចំពោះកម្រាស់របស់វាគឺ 6.1 mm នៅទម្ងន់460ក្រាមអញ្ចឹងសម្រាប់វីដេអូបង្ហាញពីលក្ខណៈសម្បត្តិរបស់ iPad Air ខ្ញុំនឹងចេញនៅពេលក្រោយទៀតអានេះខ្ញុំគាត់តែចង់បង្ហាញត្រុសទៅកាន់អ្នកទាំងអស់គ្នាសិនអញ្ចឹងបើសិនជាមានចំណាប់អារម្មណ៍ចង់ទិញជាមួយនឹង iPad Air 2025អ្នកទាំងអស់គ្នាអាចមករកទិញបាននៅហាងនីកាគ្រប់សាខាទាំងអស់តែម្ដងហើយពិសេសមួយទៀតនោះសម្រាប់ហាងនីកាបើសិនជាបងចង់មកធ្វើការតេស្តទូរស័ព្ទគ្រប់ model ទាំងអស់មិនថាទូរស័ព្ទ Android ឬក៏ទូរស័ព្ទ iPhone ទេគឺអាចអញ្ជើញមកតេស្តបានមកទឹកក៏អាចតេស្តបានថ្មីក៏អាចតេស្តបានដែរអញ្ចឹងនៅក្នុងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូក្រោយទៀត